ត្រគណៈបកសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកកំពុងខិតខំរៃអង្គាសថវិកាដើម្បីជួយដល់ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជាលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍នឹងបទសម្ភាសន៍នេះក្រោយព័ត៌មានអន្តរជាតិដែលផ្សាយផ្ទាល់ដោយលោកឈឹមសូមេតនិងលោកភីសុភាដាចាសសូមអញ្ជើញលោកសូមេតជាមុនអរគុណអង្គការសិទ្ធិមនុស្ស Human Rights Watch បានទទូចជាថ្មីឲ្យសហគមន៍អន្តរជាតិដែលជាម្ចាស់ជំនួយរបស់ប្រទេសកម្ពុជាទាមទារការទទួលខុសត្រូវនឹងរកយុត្តិធម៌ជូនពួកជនរងគ្រោះដែលស្លាប់ក្នុងអំពើវាយប្រហារគប់គ្រាប់បែកដៃលើវងបាតកោក្រុមប្រឆាំងកាលពី20ឆ្នាំមុនក្រៅពីទទូចដល់ប៉ូលីស FBI របស់សហរដ្ឋអាមេរិកឲ្យបើកធ្វើកិច្ចស៊ើបអង្កេតបន្តទៀតនៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Brad Adams នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ីនៅថ្ងៃពុធនេះបានបញ្ជាក់ថាការជំរុញឲ្យបញ្ចប់ការស៊ើបអង្កេតរកភស្តុតាងពីការពាក់ព័ន្ធនឹងកងអង្គរៈផ្ទាល់របស់នាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងអំពើឃោរឃៅនេះមានន័យថាជាការបញ្ជាក់អំពីការស៊ើបអង្កេតក្នុងប្រទេសដ៏ម៉ត់ចត់ដែលពុំធ្លាប់កើតឡើងហើយនឹងមិនដែលកើតឡើងនោះឲ្យកើតឡើងបានអង្គការសហប្រជាជាតិនិងម្ចាស់ជំនួយរបស់ប្រទេសកម្ពុជាដែលផ្ដល់ជំនួយដ៏ធំសម្រាប់ថវិកាជាតិត្រូវតែទាមទាររកយុត្តិធម៌ជូនជនរងគ្រោះនៃឧក្រិដ្ឋកម្មដែលបំផ្លាញដល់ដំណើរការផ្លាស់ប្ដូរប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមានពលរដ្ឋខ្មែរយ៉ាងតិចណាស់16នាក់បានស្លាប់និង150នាក់ផ្សេងទៀតរួមទាំងជនជាតិអាមេរិកម្នាក់ផងដែរគឺលោក Ron Abney បានត្រូវរបួសក្នុងការវាយប្រហារគប់គ្រាប់បែកដៃចំនួន4គ្រាប់កាលពីថ្ងៃទី20ខែមីនាឆ្នាំ1997នៅខាងមុខអតីតរដ្ឋសភាក្នុងរាជធានីភ្នំពេញបាតកម្មទាមទារយុត្តិធម៌ការផ្លាស់ប្ដូរប្រជាធិបតេយ្យកំណែទម្រង់តុលាការបំបត្តិអំពើពុករលួយដែលមានការចូលរួមពីវងមនុស្សជាង200នាក់នោះគឺដឹកនាំដោយលោកសំរងស៊ីមេដឹកនាំគណៈបកប្រឆាំងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថាក្រុមសាកសីមួយចំនួនបានរាយការណ៍ប្រាប់ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិនិងប៉ូលីស FBI ថាអ្នកគប់គ្រាប់បែកបានរត់ឆ្លងកាត់សម្ដៅទៅកាន់កងអង្គរៈរបស់ហ៊ុនសែនដែលពង្រាយនៅភូមិខាងលិចនៃសួនអូឈៀនដែលការពារគេហដ្ឋានរបស់ក្រុមមេដឹកនាំគណៈបកប្រជាជនកម្ពុជាតែក្រុមអង្គរៈបានខាត់ខាំងសមាជិកវងមនុស្សខ្លះដែលដេញតាមអ្នកគប់គ្រាប់បែកនោះហើយសម្លុតរកបាញ់ពួកគេបើមិនដកថយជំនួសឲ្យការស៊ើបអង្កេតហ្មត់ចត់នាយករដ្ឋមន្ត្រីហ៊ុនសែនពេលនោះបានអំពាវនាវឲ្យចាប់ខ្លួនអ្នករៀបចំបាតុកម្មហើយបញ្ជាប៉ូលីសមិនឲ្យក្រុមអ្នករៀបចំបាតុកម្មចាកចេញពីប្រទេសទេក្រុមប៉ូលីស FBI ធ្លាប់បាននិយាយថាការស៊ើបអង្កេតត្រូវបានរំខានតែមន្ត្រីទទួលបន្ទុកផ្នែកភ្នាក់ងារស៊ើបការសម្ងាត់ធ្លាប់បាននិយាយថាសហរដ្ឋអាមេរិកនឹងមិនដែលបំភ្លេចអំពើភេរវកម្មប្រឆាំងពលរដ្ឋខ្លួនទេហើយសន្យាថានឹងនាំខ្លួនជនទាំងនោះមកកាត់ទោសទោះបីជាត្រូវការពេលវេលាយូរប៉ុណ្ណាក្តីDirect from Washington, the voice of America, VOA. កាលពី44ឆ្នាំមុននៅចំថ្ងៃទី29ខែមីនាឆ្នាំ1973កងទ័ពរបស់សហរដ្ឋអាមេរិកបានដកចេញពីទឹកដីវៀតណាមដោយបានបញ្ចប់នឹងការប្រឡូកផ្នែកយោធាដោយផ្ទាល់នៅក្នុងសង្គ្រាមវៀតណាមបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមវៀតណាមត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងរួចមកកាលពីថ្ងៃទី27ខែមករាឆ្នាំ1973អ្នកតំណាងសហរដ្ឋអាមេរិកវៀតណាមខាងជើងវៀតណាមខាងត្បូងនិងពួកវៀតកុងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមវៀតណាមនេះដែលកិច្ចព្រមព្រៀងនេះតម្រូវឲ្យកងទ័ពសហរដ្ឋអាមេរិកដកខ្លួនចេញដោយកិត្តិយសពីសង្គ្រាមដែលបានសម្លាប់ទាហានអាមេរិកអស់ជាង 58,000 នាក់និងបានធ្វើឲ្យសហរដ្ឋអាមេរិកមានការបែកបាក់យ៉ាងខ្លាំងចំណុចសំខាន់ៗរបស់កិច្ចព្រមព្រៀងនេះមានដូចជាការឈប់វាយប្រយុទ្ធគ្នានៅទូទាំងវៀតណាមការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីទឹកដីវៀតណាមការដោះលែងអ្នកទោសសង្គ្រាមនិងការរួបរวมឡើងវិញរវាងវៀតណាមខាងជើងនិងវៀតណាមខាងត្បូងតាមរយៈមធ្យោបាយសន្តិវិធីជាដើមកិច្ចព្រមព្រៀងនេះទទួលបានការបរាជ័យភ្លាមបន្ទាប់ពីពួកកុម្មុយនីសបានរំលោភលើកិច្ចព្រមព្រៀងនេះហើយមកទល់នឹងដើមឆ្នាំ1974សង្គ្រាមបានចាប់ផ្ដើមឡើងវិញនៅថ្ងៃទី30ខែមេសាឆ្នាំ1975ទាហានអាមេរិកកាំងចុងក្រោយប្រមាណអ្នកដែលនៅវៀតណាមខាងត្បូងត្រូវបានយន្តហោះដឹកចាក់ចេញទៅគឺនៅពេលដែលទីក្រុងសៃហ្គនបានដួលរលំធ្លាក់ចូលក្នុងដៃពួកកុម្មុយនីស The voice of America, VOA.
អស់លោកអ្នកកំពុងស្ដាប់ការផ្សាយព័ត៌មានដោយផ្ទាល់ពីបន្ទប់ផ្សាយសម្លេងលេខ10របស់ VOA ពីរដ្ឋធានី Washington កាលពីថ្ងៃអង្គារលោក Devin Nunes ប្រធានគណៈកម្មាធិការខាងស៊ើបការសម្ងាត់នៃសភាតំណាងរាស្ត្រអាមេរិកបាននាំឲ្យមានការសង្ស័យដល់ការស៊ើបអង្កេតមួយរបស់គណៈបកទាំងពីរអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកដោយសារលោកបានចានចោលការអំពាវនាវឲ្យលោកដកខ្លួនចេញពីការស៊ើបអង្កេតនេះហើយលោកបានបញ្ឈប់ការងាររបស់គណៈកម្មាធិការនេះសម្រាប់រយៈពេលសេសសល់នៃសប្តាហ៍នេះអ្នកតំណាងរាស្ត្រ Nunes បានលុបចោលការនិយាយត្រួសៗដោយបិទទ្វារជាមួយលោក James Comey នាយកការិយាល័យ FBI និងលោកឧត្តមនាវី Mike Rogers នាយក NSA ហើយការនេះបានធ្វើឲ្យពួកប្រជាធិបតេយ្យមានការតប់ប្រមល់ក្នុងចិត្តខ្លាំងជាងមុនដោយពួកគេបាននិយាយថាសកម្មភាពរបស់លោក Nunes កាលពីសប្តាហ៍មុននិងភាពគួរឲ្យជឿទុកចិត្តលោកបានដែលមានផលអាក្រក់ពាក់កណ្ដាលនិងធ្វើឲ្យមានផលមិនល្អដល់សមត្ថភាពរបស់លោកក្នុងការដឹកនាំការស៊ើបអង្កេតនេះបើតាមអ្នកនាំពាក្យរបស់លោកថាលោក Nunes បានជួបប្រភពមួយនៅក្នុងបរិវេណសេតវិមាននៅមុនពេលលោកលាតត្រដាងឲ្យដឹងកាលពីសប្តាហ៍មុនថាលោកប្រធានាធិបតី Donald Trump មានតាក់ទិននឹងការឃ្លាំមើលដោយអចេតនាអ្នកនាំពាក្យរូបនេះបាននិយាយបន្ថែមថាលោក Nunes ចង់នៅជិតកន្លែងមួយមានសន្តិសុខដែលនៅទីនោះលោកអាចមើលព័ត៌មានដែលប្រភពនេះបានផ្ដល់ឲ្យលោកការលាតត្រដាងនេះបាននាំឲ្យលោក Adam Schiff សមាជិករបស់គណៈកម្មាធិការនេះខាងគណៈបកប្រជាធិបតេយ្យអំពាវនាវឲ្យលោក Nunes ចុះចេញពីការស៊ើបអង្កេតស្ដីពីការជិតចែករបស់រុស្ស៊ីលោក Nunes បានសួរអ្នកកាសែតមួយក្រុមតូចនៅក្នុងវិមានសភា Capitol កាលពីថ្ងៃអង្គារថាហេតុដូចម្តេចបានជាខ្ញុំធ្វើដូច្នេះអ្វីមានចលនាទៅមុខតាមធម្មតាលោកបានថ្លែងបន្ថែមថាការកំណត់ការធ្វើសវនកម្មដំបូងមួយជាជំហានសមហេតុផលដំបូងមួយនៅក្រៅជំនួបលោក Comey ក៏ប៉ុន្តែពួកប្រជាធិបតេយ្យបាននិយាយថាការងាររបស់គណៈកម្មាធិការនេះបានគាំងដំណើរជាបន្តទៅទៀតនេះ VOA នឹងផ្សាយជូនសេចក្តីរាយការណ៍អំពីស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាឈឺធ្ងន់និងត្រៀមលាលែងពីការងារអ្នកជំនាញថាអយុត្តិធម៌សង្គមជំរុញឲ្យមានការដាក់ទោសទណ្ឌក្រៅផ្លូវច្បាប់ពីមហាជនហើយនឹងសេចក្តីរាយការណ៍អំពីក្រុមហ៊ុន Soyuz ប្រើម៉ាស៊ីនផលិតកាំភ្លើង AK-47 ដើម្បីផលិតក្បាលមីក្រូហើយនៅក្នុងការផ្សាយរយៈពេល30នាទីចុងក្រោយយើងខ្ញុំមានបទសម្ភាសន៍របស់ VOA អំពីអ្នកគាំទ្រគណបកសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកកំពុងខិតខំរៃអង្គាសថវិកាដើម្បីជួយដល់ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជាអស់លោកអ្នកនាងកំពុងស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីរដ្ឋធានី Washingtonស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវិជ្ជបណ្ឌិត Barry Chner កំពុងមានជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យលោកលាលែងពីការងារក្នុងផ្នែកមនុស្សធម៌នេះមានកុមារជាង12លាននាក់បានមកទទួលការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផានេះតំណាងមន្ទីរពេទ្យថ្លែងថាប្រតិបត្តិការរបស់មន្ទីរពេទ្យមនុស្សធម៌ដ៏ធំនេះនឹងនៅតែដំណើរការដោយសាប់ដងហើយសង្ឃឹមថាសប្បុរសជននឹងបន្តជួយឧបត្ថម្ភមន្ទីរពេទ្យនេះជាបន្តទៀតលោកហុលរស្មីនៃ VOA រាយការណ៍ពីរាជធានីភ្នំពេញដូចតទៅស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវិជ្ជបណ្ឌិត B.R. Richner នឹងលាលែងពីមុខតំណែងរបស់លោកក្នុងតួនាទីជានាយកគ្រប់គ្រងនៃមន្ទីរពេទ្យគន្ធបុប្ផាដែលបានផ្ដល់ការព្យាបាលជំងឺដល់កុមារកម្ពុជាជាច្រើនអ្នកដោយឥតយកកម្រៃការគ្រងលាលែងពីតួនាទីរបស់លោកកើតឡើងខណៈលោកកំពុងធ្លាក់ខ្លួនឈឺធ្ងន់នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈគ្រប់គ្រងមន្ទីរពេទ្យដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី28មិនិនានេះសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផាបានបញ្ជាក់ថាលោកវិជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានក្រុមប្រឹក្សាមន្ទីរពេទ្យគន្ធបុប្ផានឹងឡើងកាន់ការងារជំនួសលោកវិជ្ជបណ្ឌិត Richner ដើម្បីចាត់ចែងកិច្ចការរបស់មន្ទីរពេទ្យលោកវិជ្ជបណ្ឌិត Peter Studer នឹងបំពេញតួនាទីជានាយកមន្ទីរពេទ្យស្ដីទីលោកវិជ្ជបណ្ឌិត Richner ដែលមានវ័យ70ឆ្នាំគឺជាស្ថាបនិកនៃមន្ទីរពេទ្យមនុស្សធម៌គន្ធបុប្ផាលោកបានជួយធ្វើឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំណើរការនៅរាជធានីភ្នំពេញក្នុងឆ្នាំ1992បន្ទាប់ពីមន្ទីរពេទ្យនេះត្រូវបានបំផ្លិចបំផ្លាញនៅសម័យសង្គ្រាមដោយសារការកើនឡើងនៃតម្រូវការសេវាព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ
មន្ទីរពេទ្យនេះត្រូវបានពង្រីកបន្ថែមចំនួន4ទៀតនៅរាជធានីភ្នំពេញនិងខេត្តសៀមរាបបច្ចុប្បន្នមានបុគ្គលិកចំនួន2500នាក់កំពុងបម្រើការឲ្យមន្ទីរពេទ្យទាំងនេះលោកវិជ្ជបណ្ឌិត Dennis Lorong ជំនួយការលោកវិជ្ជបណ្ឌិត Richner មិនអាចបញ្ជាក់ប្រាប់ VOA ថាលោកវិជ្ជបណ្ឌិត Richner ធ្លាក់ខ្លួនឈឺតាំងពីពេលណានោះទេតែលោកសម្ដែងក្តីក្រៀមក្រំចំពោះស្ថានភាពជំងឺរបស់លោកវិជ្ជបណ្ឌិត Richner លោក Lorong មានប្រសាសន៍បន្តថាប្រតិបត្តិការរបស់មន្ទីរពេទ្យគុណធបុប្ផានឹងដំណើរការទៅជាធម្មតាហើយលោកសង្ឃឹមថាមន្ទីរពេទ្យនឹងបន្តទទួលបានជំនួយសប្បុរសធម៌នៅគ្រាលោកវិជ្ជបណ្ឌិត Richner កំពុងឈឺធ្ងន់ we hope it will be not impact but we cannot know យើងសង្ឃឹមថាយើងនឹងមិនទទួលរងផលប៉ះពាល់ប៉ុន្តែយើងមិនអាចដឹងទេយ៉ាងណាក៏ដោយអ្វីដែលយើងបានធ្វើរួចទៅហើយនោះគឺថាយើងបានជម្រាបរាជរដ្ឋាភិបាលកម្ពុជាអំពីស្ថានភាពថ្មីហើយយើងសង្ឃឹមថាអ្នករាល់គ្នាអាចជួយមន្ទីរពេទ្យគន្ធបុប្ផាដោយកាលពីពេលមុនលោកវិជ្ជបណ្ឌិត Dennis Lorong ក៏មិនអាចបញ្ជាក់បានថាតើលោកវិជ្ជបណ្ឌិត Richner មានជំងឺអ្វីនោះទេលោកវិជ្ជបណ្ឌិត Lorong មានប្រសាសន៍ថាលោកវិជ្ជបណ្ឌិត Richner ពុំមានប្រពន្ធកូនទេជាង25ឆ្នាំមកនេះមានកុមារជាង12លាននាក់បានទទួលការព្យាបាលជំងឺពីមន្ទីរពេទ្យគន្ធបុប្ផាដែលមានទីតាំងចំនួន5កន្លែងនៅក្នុងប្រទេសបើតាមតួលេខប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផាឆ្នាំ2016ដែលបង្ហោះលើទំព័រ Facebook របស់លោកវិជ្ជបណ្ឌិត Richner បានឲ្យដឹងថាកុមារមានជំងឺចំនួន 848,393 នាក់ត្រូវបានព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅដែលកើនឡើង 12% ច្រើនជាងឆ្នាំ2015តួលេខបានបង្ហាញថាកុមារមានជំងឺធ្ងន់ធ្ងរចំនួន 155,338 នាក់ត្រូវបានដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យដែលចំនួននេះកើនឡើង 13% ច្រើនជាងក្នុងឆ្នាំ2015គិតមកត្រឹមខែមិនិនាឆ្នាំ2017មានកុមារជាង 70,000 នាក់បានទទួលការព្យាបាលនិងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផានេះម្ដាយដែលបានយកកូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាបានសម្ដែងក្តីបារម្ភចំពោះសុខភាពរបស់លោកវិជ្ជបណ្ឌិត Richner អ្នកស្រីពេញជីតាវ័យ30ឆ្នាំនិយាយថាលោកវិជ្ជបណ្ឌិត Richner បានធ្វើកិច្ចការយ៉ាងច្រើនដើម្បីសង្គ្រោះជីវិតកុមារកម្ពុជាអ្នកស្រីមានការបារម្ភយ៉ាងខ្លាំងផងដែរចំពោះស្ថានភាពជំងឺរបស់លោកវិជ្ជបណ្ឌិត Richner គាត់ជាមនុស្សល្អម្នាក់ហ្មងនិយាយមកថាគាត់ល្អហ្មងល្អដូចថាមានអ្វីប្រៀបបានដូចគាត់ដូចទេវតាមួយក្នុងប្រទេសកម្ពុជាខ្មែរយើងចឹងកញ្ញាឡាយស្រីណុចវ័យ20ឆ្នាំដែលបានយកក្មួយមកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញបាននិយាយប្រាប់ VOA ថាប្រសិនបើមិនមានវត្តមានលោកវិជ្ជបណ្ឌិត Richner កុមារកម្ពុជាជាច្រើននឹងប្រឈមផលវិបាកព្រោះតែកង្វះមូលនិធិយ៉ាងណាក៏ដោយកញ្ញាសរសើរការលះបង់របស់លោកវិជ្ជបណ្ឌិត Richner ក្នុងការជួយកុមារកម្ពុជាស្ងប់ស្ងាត់គាត់ថាគាត់គ្រាន់តែជាជនជាតិបរទេសម្នាក់ឯងប៉ុន្តែគាត់ជួយកុមារដូចជាប្រជាជននៅខ្មែរហ្នឹងមានបញ្ហាអីគឺគាត់ផ្ដល់ការព្យាបាលនិងការថែទាំដោយមានបង់ប្រាក់លោកវិជ្ជបណ្ឌិត Richner កើតនៅថ្ងៃទី13ខែមិនិនាឆ្នាំ1947ក្នុងទីក្រុង Zurich ប្រទេសស្វីសលោកទទួលបានសញ្ញាបត្រជំនាញវិជ្ជាពេទ្យកុមារក្នុងឆ្នាំ1973នៅពេលលោកធ្វើការនៅមន្ទីរពេទ្យកុមារក្រុង Zurich នេះបើយោងតាមគេហទំព័រផ្ទាល់ខ្លួនរបស់លោកវិជ្ជបណ្ឌិត Richner លោកវិជ្ជបណ្ឌិត Richner ត្រូវបានបញ្ជូនមកធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផានៅប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ1974និង1975ដោយកាកបាទក្រហមប្រទេសស្វីសក្រោយសម័យសង្គ្រាមគឺនៅខែធ្នូឆ្នាំ1991រដ្ឋាភិបាលកម្ពុជាស្នើឲ្យលោកកសាងឡើងវិញនិងគ្រប់គ្រងមន្ទីរពេទ្យកុមារគន្ធបុប្ផាដែលត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាមមន្ត្រីជាន់ខ្ពស់គណៈបកកណ្ដាលអំណាចប្រាប់ VOA ថាលោកវិជ្ជបណ្ឌិត Richner បានកសាងស្នាដៃជាច្រើនក្នុងការជួយប្រទេសកម្ពុជាតាមការសង្គ្រោះកុមារកម្ពុជាជាច្រើនឆ្នាំមកនេះលោកសុកអេសានអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានប្រសាសន៍ថាយើងមានការសោកស្ដាយទោះបីលោកមិនទាន់បាត់បង់ជីវិតក៏ពិតមែនតែសូមបួងសួងឲ្យទេវតាឆ្នាំថ្មីទេវតាថែរក្សាបរិជាណាចក្រកម្ពុជាជួយទ្រទ្រង់លោកឲ្យបានជាសះស្បើយនៅរូបភាពសេដ្ឋកិច្ចរបស់លោកនេះហើយមានកម្លាំងពលំមកមុនដើម្បីដំណើរការគ្រប់គ្រងមន្ទីរពេទ្យដើម្បីជួយសង្គ្រោះកុមារកម្ពុជាជាច្រើនតទៅមុខទៀតបាទក្រុមអ្នកវិភាគនិយាយថាលោកវិជ្ជបណ្ឌិត Richner ជាគំរូដ៏ល្អមួយដល់មន្ត្រីរដ្ឋាភិបាលក្នុងការសង្គ្រោះជីវិតកុមារកម្ពុជាជាមួយគ្នានេះពួកគេមានមន្ទិលថាហេតុអ្វី
បានជាមន្ត្រីរដ្ឋាភិបាលមិនបានគិតគូរអំពីការពង្រីកមន្ទីរពេទ្យនេះបន្ថែមទៀតតែបែរជាចំណាយថវិកាលើកិច្ចការដែលពុំមែនជាអាទិភាពសម្រាប់ការអភិវឌ្ឍប្រទេសក្នុងនោះមានការចំណាយលុយរាប់សែនដុល្លារទៅលើពិធីបុណ្យសពរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូបដែលបានស្លាប់កាលពីពេលថ្មីៗនេះលោកមាសនេះអ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមមានប្រសាសន៍ថាការជួយរបស់គាត់នេះមានរយៈពេលជាង20ឆ្នាំចូលជិត30ឆ្នាំហើយដែរប៉ុន្តែយើងហាក់ដូចជាមិនទាន់ឃើញមានសញ្ញាណាមួយដែលរដ្ឋាភិបាលពិសេសក្រសួងសុខាភិបាលនឹងមានលទ្ធភាពក្នុងការចាប់យកមន្ទីរពេទ្យនឹងមកបន្តកិច្ចប្រតិបត្តិការឲ្យនៅដូចសពថ្ងៃនឹងដើម្បីជួយកុមារខ្មែរយើងឃើញរហូតមកដល់ពេលនេះមន្ទីរពេទ្យនឹងអត់មានបានរីករាលដាលទៅខេត្តដទៃទៀតដែលរដ្ឋាភិបាលឃើញគំរូនឹងគួរតែចំណងយកហើយក៏បង្កើតយ៉ាងហោចក៏បាន1ឬ2ក្នុងរយៈពេល20ឆ្នាំចុងក្រោយនេះយើងឃើញថាអត់មានថាបាទចឹងនេះវាជាចំណុចខ្សោយមួយដែលរដ្ឋាភិបាលគួរតែពិចារណាមើលគុណធបុប្ផាគឺជាប្រនាមរបស់បុត្រីមួយអង្គរបស់អតីតព្រះមហាក្សត្រខ្មែរព្រះបាទសម្ដេចនរោត្តមសីហនុបុត្រីអង្គនេះបានសោយទីវង្គតនៅព្រះជន្ម5 វស្សានៅឆ្នាំ1952នៅពេលមានដំណឹងថាលោកវិជ្ជបណ្ឌិត Richner កំពុងឈឺធ្ងន់នេះក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានចូលរួមជូនពរលោកវិជ្ជបណ្ឌិតឲ្យឆាប់ជាសះស្បើយពីជំងឺពួកគេនិយាយថានៅកម្ពុជាពិបាកនឹងរកមនុស្សមានមេត្តាធម៌ដោយលោកវិជ្ជបណ្ឌិត Richner ដែលបានលះបង់ពេលវេលាសង្គ្រោះកុមារក្នុងប្រទេសដ៏ក្រីក្រនេះរាយការណ៍ពីរាជធានីភ្នំពេញខ្ញុំហុលរស្មី VOAរដ្ឋធានី Washington សំឡេងសហរដ្ឋអាមេរិក VOA ការព្រួតគ្នារវាងវងមហាជននៅក្នុងការដាក់ទោសទណ្ឌក្រៅផ្លូវច្បាប់ទៅលើជនប្រព្រឹត្តល្មើសរហូតដល់ជនល្មើសស្ទើរបាត់បង់ជីវិតដោយករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះមិនមែនជាករណីថ្មីនៅកម្ពុជានោះទេអ្នកជំនាញលើកឡើងថាអយុត្តិធម៌សង្គមនិងការខ្វះការទុកចិត្តលើប្រព័ន្ធយុត្តិធម៌ជំរុញឲ្យពលរដ្ឋជ្រើសយកវិធានការផ្ទាល់ខ្លួនដើម្បីដាក់ទោសលើជនប្រព្រឹត្តល្មើសជាជាងរងចាំការដោះស្រាយពីអាជ្ញាធរកញ្ញាហ៊ានសុជាតានៃ VOA ជួនសេចក្តីរាយការណ៍ពីរាជធានីភ្នំពេញដូចតទៅវីដេអូជាច្រើននៃករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ដែលបានកើតឡើងកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម Facebook នៅក្នុងវីដេអូនោះបុរសអ្នកបើកឡានកាមេរីម្នាក់បានព្យាយាមបើករថយន្តកិច្ចបន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់3នាក់បានស្លាប់និង7នាក់ផ្សេងទៀតរងរបួសវីដេអូទាំងនោះបង្ហាញថានៅលើកំណាត់ផ្លូវនៃមហាវិថីព្រះមុនីវង្សដ៏អ៊ូអរត្រង់ចំណុចវិទ្យាល័យបឹងត្របែកក្នុងរាជធានីភ្នំពេញនាថ្ងៃកើតហេតុបុរសដែលជាអ្នកបើកបររថយន្តត្រូវបានអ្នកដំណើរជាច្រើនអ្នកទាញទម្លាក់ចេញពីរថយន្តហើយព្រួតគ្នាវាយដំទាត់ធាក់រហូតហូរឈាមចូលខ្លួនបែកមុខបែកមាត់ស្ទើរចំណាំមុខមិនបានមុនពេលមានអន្តរាគមន៍ពីមន្ត្រីប៉ូលីសរីឯរថយន្តបង្កហេតុត្រូវបានពលរដ្ឋព្រួតគ្នាវាយកំទេចខូចខាតស្ទើរទាំងស្រុងថែមទៀតការសហការគ្នារវាងវងមហាជនក្នុងការដាក់ទោសទណ្ឌក្រៅផ្លូវច្បាប់ទៅលើជនប្រព្រឹត្តល្មើសតាមរយៈការព្រួតគ្នាវាយដំច្រំធាក់រហូតដល់ជនល្មើសស្ទើរបាត់បង់ជីវិតមិនមែនជាករណីថ្មីនៅកម្ពុជានោះទេកន្លងមកមានករណីផ្សេងទៀតដែលជនប្រព្រឹត្តល្មើសស្លាប់បាត់បង់ជីវិតដោយសារការដាក់ទោសពីតុលាការមហាជនមុនពេលមានការអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចនៅកម្ពុជាការសម្លាប់ដោយវងមនុស្សអាចផ្ដើមចេញពីអំពើចោរកម្មការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួចមានចេតនារត់គេចខ្លួនដើម្បីគេចចេញពីការទទួលខុសត្រូវឬរងការចោទថាបុគ្គលណាមួយចេះអំពើអាបធ្មប់ជាដើមករណីទាំងនេះត្រូវបានអ្នកជំនាញមើលឃើញថាជាទង្វើផ្ទុយពីច្បាប់ដែលកើតឡើងដោយសារការបាត់បង់ជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាអ្នកជំនាញបង្ហាញការសោកស្ដាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងក៏ប៉ុន្តែពួកគេស្នើកុំឲ្យពលរដ្ឋប្រើប្រាស់អំពើហិង្សាឬទណ្ឌកម្មក្រៅផ្លូវច្បាប់ទៅលើជនប្រព្រឹត្តល្មើសលោករុនរដ្ឋវាសនាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ឲ្យដឹងថាជនប្រព្រឹត្តល្មើសចរាចរណ៍កាលពីថ្ងៃច័ន្ទអាចប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី2ឆ្នាំទៅ5ឆ្នាំការដកហូតបានបើកបររថយន្តការពិន័យជាប្រាក់និងការផ្តន្ទាទោសបន្ថែមមួយចំនួនទៀតដែលមានកំណត់ក្នុងក្រមព្រហ្មទណ្ឌទុកឲ្យច្បាប់កាត់ទោសគាត់ប្រសើរជាងព្រោះនៅក្នុងច្បាប់ចរាចរណ៍ក៏បានចែងដែរថាអ្នកបើកបរជិះជាឬអ្នកបើកបរបណ្ដាលឲ្យអ្នករបួសនោះស្លាប់ហ្នឹងគេអាចកាត់ទោសក្នុងមាត្រា85និងក្រមព្រហ្មទណ្ឌផ្សេងទៀតដែលបង្កឡើងបើសិនជាយើងកាត់ទោសដោយខ្លួនឯងអានេះគឺមិនមែនច្បាប់ទេអញ្ចឹងឲ្យចង់ឲ្យបងប្អូនជាពលរដ្ឋហ្នឹងចូលរួមមកនេះក្រុមច្បាប់ចរាចរណ៍រឿងទី1ទី2ទុកឲ្យច្បាប់ជាអ្នកកាត់ទោសគាត់បានត្រឹមត្រូវ
ទៅជាយើងមកករបួសស្នាមផ្សេងៗទៅដល់ជនល្មើសហ្នឹងលោកអៀចារិយាអ្នកប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពចរាចរណ៍ថ្លែងថាករណីដែលបានកើតឡើងនេះអាចនឹងទប់ស្កាត់ឬកាត់បន្ថយបានបើសិនមានការអប់រំអំពីចរាចរណ៍បានទូលំទូលាយនឹងការរឹតបន្តឹងច្បាប់ដោយអាជ្ញាធរនោះការដែលប្រជាពលរដ្ឋគាត់ប្រើប្រាស់ហិង្សាទៅលើអ្នកបើកបរនៅពេលដែលគាត់បង្កហេតុនេះគឺអាចនឹងផលអាក្រក់ទៅថ្ងៃខាងមុខដោយសារតែអ្នកបើកបរគាត់អាចនឹងយកលេសដើម្បីពេចពីសុវត្ថិភាពរបស់គាត់ព្យាយាមបើកកិច្ចរត់ហើយអាការបើកកិច្ចរត់ហ្នឹងវាអាចនឹងបង្កឲ្យមានបញ្ហាឬក៏គ្រោះថ្នាក់នៅកន្លែងខាងមុខទៅទៀតហើយមួយទៀតអ្នកបើសិនជាមិនមានគ្រោះថ្នាក់អីខាងមុខទៀតទេវាអាចធ្វើឲ្យអ្នកដែលបង្កគ្រោះថ្នាក់ហ្នឹងគាត់កិច្ចរួចដើម្បីយកឬខ្លួននៅជាដើមលោកអៀចារិយាបន្តថាជារឿយៗនៅពេលមានគ្រោះថ្នាក់កើតឡើងការអន្តរាគមន៍ពីអាជ្ញាធរមានភាពយឺតយ៉ាវដែលធ្វើឲ្យសាធារណជនមានពេលគ្រប់គ្រាន់ក្នុងការដាក់ទោសជនល្មើសក្រៅផ្លូវច្បាប់ដោយសារតែគាត់អត់មានជំនឿទៅលើអាជ្ញាធរគាត់មើលឃើញមានករណីមួយចំនួនអីចឹងអ្នកដែលបង្កហេតុហ្នឹងគាត់រួចខ្លួនគាត់មិនត្រូវបានទទួលទោសទៅតាមច្បាប់ពីដោយសារតែអាជ្ញាធរគេកើតហេតុហ្នឹងយើងឃើញអាជ្ញាធរគាត់មកដល់កន្លែងហេតុការណ៍ហ្នឹងយឺតពេកធ្វើឲ្យមហាជនហ្នឹងគាត់ទ្រាំចាំអត់បានគាត់ប្រើប្រាស់អំពើហិង្សាជាដើមដែរយ៉ាងណាក៏ដោយលោកអៀចារិយាលើកឡើងថាប្រជាពលរដ្ឋគួរតែចូលរួមឃាត់ខ្លួនអ្នកបង្កហេតុទុកឲ្យអាជ្ញាធរដោះស្រាយតាមនីតិវិធីច្បាប់ប៉ុន្តែមិនគួរប្រើប្រាស់អំពើហិង្សាធ្ងន់ធ្ងរទៅលើជនប្រព្រឹត្តល្មើសនោះទេដោយសារតែគាត់អត់មានជំនឿទៅលើអាជ្ញាធរគាត់មើលឃើញមានករណីមួយចំនួនអីចឹងអ្នកដែលបង្កហេតុហ្នឹងគាត់រួចខ្លួនគាត់មិនត្រូវបានទទួលទោសទៅតាមច្បាប់ពីដោយសារតែអាជ្ញាធរគេកើតហេតុហ្នឹងយើងឃើញអាជ្ញាធរគាត់មកដល់កន្លែងហេតុការណ៍ហ្នឹងយឺតពេកធ្វើឲ្យមហាជនហ្នឹងគាត់ទ្រាំចាំអត់បានគាត់ប្រើប្រាស់អំពើហិង្សាជាដើមដែរលោកយ៉ងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពយល់ថាការព្រួតគ្នាវាយដំទៅលើជនប្រព្រឹត្តល្មើសនោះគឺជាការប្រព្រឹត្តបទល្មើសនៅក្នុងបទល្មើសដែលអាចបង្កចលាចលក្នុងសង្គមហើយអ្នកដែលបើកឡានគឺបានបង្កើតបទល្មើសមួយទៅហើយបើកច្រាស់បើកទៅបុកគេស្លាប់នោះក៏បទល្មើសហើយប៉ុន្តែអ្នកដែលគាត់សោកស្ដាយដែលថាអ្នកដែលនេះហ្នឹងគាត់ជ្រុលដៃជ្រុលជើងទៅវៃអ្នកបើកដល់នោះរហូតដល់ពីស្លាប់ពីរោហ្នឹងគឺអាហ្នឹងគឺក៏ជាបទល្មើសមួយទៀតដែរជាការពិតទៅយើងមានការសោកសៅយើងមានការសោកសរេងចំពោះអ្នកដែលរងគ្រោះហើយប៉ុន្តែធ្វើម៉េចយើងក៏អត់ចង់ឃើញអ្នកដទៃទៀតធ្លាក់ចូលទៅក្នុងអំពើល្មើសដែរបាទកាលណាសាធារណជនដែលទូនទីជំនួសតុលាការហ្នឹងគេបារម្ភខ្លាចសង្គមនោះវាទៅជាច្បោកច្បល់ណាបាទតាមលោកយ៉ងកំឯងមានកត្តាផ្សំជាច្រើនដែលបណ្ដាលឲ្យពលរដ្ឋកម្ពុជាជ្រើសរើសយកការកាត់សេចក្តីដោយវិធានការផ្ទាល់ខ្លួនជាជាងរងចាំការសម្រេចពីអាជ្ញាធរនោះជាអាចអយុត្តិធម៌សង្គមអំពើពុករលួយអសន្តិសុខនិងសម្ពាធសង្គមនានាលោកថាការនេះអាចបង្កឲ្យប្រជាជនបាត់បង់ការគ្រប់គ្រងលើខ្លួនឯងខ្វះភាពអត់ធ្មត់និងខ្វះការអធ្យាស្រ័យគ្នាដែលជាហេតុបង្កឲ្យមានការដាក់ទណ្ឌកម្មក្រៅផ្លូវច្បាប់ដោយមហាជននោះហើយជាប្រជាពលរដ្ឋគាត់មានការនឿយណាយមិនទុកចិត្តលើប្រព័ន្ធយុត្តិធម៌យើងផងបាទបញ្ហាយុត្តិធម៌សង្គមការជឿជាក់ប្រព័ន្ធយុត្តិធម៌របស់រដ្ឋហ្នឹងជារឿងមួយហើយនឹងរឿងមួយទៀតបញ្ហាស្មុគស្មាញពីភាពនៅខាងអីហ្នឹងគឺជាសង្គមដែរដែលធ្វើឲ្យមនុស្សមានបញ្ហាផ្លូវចិត្តដែរបាទភាពក្រីក្រចំណាក់ស្រុកបែកបាក់គ្នាធ្វើឲ្យពួកគាត់ហ្នឹងអាចមានបញ្ហាផ្លូវចិត្តច្រើនបាទលោកសុកអេសាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលើកឡើងថាជារឿយៗរដ្ឋាភិបាលតែងតែអប់រំដល់ពលរដ្ឋឲ្យយល់អំពីបញ្ហាច្បាប់និងសិទ្ធិមនុស្សក៏ប៉ុន្តែលោកថាពេលខ្លះមន្ត្រីប៉ូលីសនិងអាជ្ញាធរមានសមត្ថកិច្ចមិនអាចទប់ស្កាត់កំហឹងរបស់មហាជនដែលកើតមានឡើងភ្លាមៗនោះទេលោកសុកអេសាប្រៀបធៀបករណីនេះទៅនឹងរឿងអក្សរសិល្ប៍ខ្មែរយ៉ាងដូចនេះតាមនិយាយពីកម្រិតច្បាប់មិនត្រូវវាយឲ្យស្លាប់ទេក៏ប៉ុន្តែបើនិយាយពីសិលធម៌និយាយពីសតិអារម្មណ៍ទុកមិនឈ្នះអត់ទ្រាំមិនបានទាំងអស់គ្នានឹងមិនមែនជាប្រពុតមិនមែនជាព្រះវេស្សន្តរទេដែលអាចទប់ចិត្តបាននោះទោះបីថាព្រះវេស្សន្តរចិត្តបានត្រាស់ហើយឃើញតាជជក់វាយកូននឹងមុខនឹងក៏អត់ទ្រាំបានដែរចុះបងប្អូនសក់ក្បាលខ្មៅដូចគ្នានឹងមិនក៏អត់ទ្រាំកើតរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូចេញផ្សាយដើមឆ្នាំ2017នេះរកឃើញថានៅក្នុងឆ្នាំ2016ការសម្លាប់ដោយវងមនុស្សនេះកើតឡើងចំនួន3ករណីក្នុងនោះបង្កឲ្យមានមនុស្ស2នាក់ស្លាប់រីឯក្នុងឆ្នាំ2015វិញការសម្លាប់ដោយវងមនុស្សនេះកើតឡើងចំនួន7ករណីក្នុងនោះមានមនុស្ស4នាក់បានស្លាប់បើទោះជាចំនួននេះមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំក៏អ្នកជំនាញសិទ្ធិមនុស្សបង្
ហាញក្តីបារម្ភចំពោះករណីដែលបានកើតឡើងនាពេលកន្លងមកដោយសារករណីទាំងនោះគឺជាអំពើល្មើសច្បាប់និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររាយការណ៍ពីរាជធានីភ្នំពេញនាងខ្ញុំហ៊ានសុជាតា VOA លោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយរបស់ VOA សម្លេងសាររដ្ឋអាមេរិកផ្សាយពីរដ្ឋធានី Washington តន្ត្រីករមួយរូបមកពីរដ្ឋ California សហរដ្ឋអាមេរិកនិងអ្នកគាំទ្រតន្ត្រីជនជាតិរុស្ស៊ីមួយរូបបានសម្រេចចិត្តធ្វើជាដៃគូពាណិជ្ជកម្មជាមួយនឹងគ្នាពួកគេបានបង្កើតក្រុមហ៊ុនមួយដោយប្រើម៉ាស៊ីនចាស់ដែលធ្លាប់ផលិតកាំភ្លើង AK-47 ដើម្បីផលិតក្បាលមីក្រូដែលមានបច្ចេកវិទ្យាខ្ពស់អ្នកស្រី Faiza Al-Masri នៃ VOA រាយការណ៍អំពីរឿងនេះហើយលោកភីសុភាដាជួនសេចក្តីប្រែសម្រួលដូចតទៅតន្ត្រីករអាមេរិកកាំងលោក David Brown និងអ្នកគាំទ្រតន្ត្រីជនជាតិរុស្ស៊ីលោក Pavel Basduyas បានបង្កើតក្រុមហ៊ុនមួយរួមគ្នានៅក្នុងទីក្រុង Tula ភាគខាងត្បូងទីក្រុង Moscow ក្រុមហ៊ុននេះមានឈ្មោះ Soyuz ដែលមានន័យថាសហភាពអ្នកទាំងពីរចង់សំដៅលើសហភាពរវាងអាមេរិកនិងរុស្ស៊ីក្រុមហ៊ុននេះបានប្រើម៉ាស៊ីនធ្វើកាំភ្លើង AK ផលិតក្បាលមេក្រូសម្រាប់ក្រុមតន្ត្រីល្បីឈ្មោះនានានៅក្នុងពិភពលោកក្រុមហ៊ុននេះមាន2ជាន់ស្ថិតក្នុងអគារចាស់មួយកន្លែងនៅជាយក្រុង Tula និងមានបុគ្គលិកចំនួន12នាក់ធ្វើការក្បាលមីក្រូសូយ៉ានេះទទួលបានការគាំទ្រនៅជុំវិញពិភពលោកដោយសារវាធ្វើឡើងមានគុណភាពខ្ពស់រូបរាងស្អាតនិងមានសំឡេងច្បាស់ក្រុមហ៊ុននេះមានការវិនិយោគពីសហរដ្ឋអាមេរិកនិងប្រើប្រាស់ជំនាញវិស្វកម្មរុស្ស៊ីនិងចំណាយតិចចំពោះថ្លៃពលកម្មទាបនៅក្នុងប្រទេសរុស្ស៊ី We're located in a regional Russian city where the salaries are much less. ក្រុមហ៊ុនយើងមានទីតាំងនៅក្នុងក្រុងដែលការចំណាយលើប្រាក់ខែបុគ្គលិកមានកម្រិតទាបជាងការចំណាយនៅមូស្គូការធ្វើក្បាលមីក្រូនេះបើនៅក្នុងសហរដ្ឋអាមេរិកឬអឺរ៉ុបវិញគឺពិបាកនឹងធ្វើបានណាស់ដោយសារការចំណាយថ្លៃពេកអ្នកក៏ទទួលបានលទ្ធផលប្លែកផងដែរពីអ្វីដែលធ្វើពីដៃជាពិសេសគឺក្បាលមីក្រូនេះឯងយើងយល់ថាប្រសិនបើយើងមិនផលិតក្បាលមីក្រូដោយខ្លួនឯងយើងនឹងគ្មានលទ្ធភាពទទួលបានគុណភាពដែលយើងចង់បានដើម្បីលក់នៅលើទីផ្សារបច្ចឹមប្រទេសនោះទេដូច្នេះហើយបានជាយើងបង្កើតក្រុមហ៊ុននេះឡើងដោយខ្លួនឯងហើយមិនយូរមិនឆាប់យើងនឹងទទួលបានជោគជ័យក្បាលមីក្រូ Soyuz នេះមានតម្លៃ$3,500ដែលក្បាលមីក្រូដូចគ្នានេះដែររបស់ក្រុមហ៊ុនផ្សេងមានតម្លៃ$8,000ឯណោះការផ្ដើមធ្វើអាជីវកម្មដំបូងនៅក្នុងប្រទេសរុស្ស៊ីត្រូវប្រឈមនឹងក្បួនច្បាប់ផ្សេងការសូកប៉ាន់និងក្រុមហ៊ុនរដ្ឋដ៏មានឥទ្ធិពលជាងដែលមិនចូលចិត្តមានគូប្រជែងជាដើមប៉ុន្តែលោក Brown ថាក្រុមហ៊ុនលោកមិនជួបប្រទះរឿងទាំងនោះទេនៅប្រទេសរុស្ស៊ីក្រុមហ៊ុននានានៅតែប្រជែងជាមួយនឹងក្រុមហ៊ុនអាស៊ីដែលផលិតផលលឿនជាងនិងមានតម្លៃថោកជាងផ្នែកវិស្វកម្មរបស់យើងនៅមិនទាន់តាមទាន់ប្រទេសផ្សេងដើម្បីបំពេញចន្លោះដែលខ្វះខាតក្នុងរយៈពេល2ទសវត្សរ៍ចុងក្រោយនេះទេជាងនេះទៀតនៅអាស៊ីកំពុងតែនាំមុខនៅក្នុងការផ្តល់សេវាវិស្វកម្មដែលធ្វើឲ្យវិស្វកម្មរបស់យើងមិនសូវមានការប្រកួតប្រជែងស្ថាបនិកក្រុមហ៊ុន Soyuz នេះថាពួកគេនឹងពិចារណាបដូរទីតាំងរោងចក្រទៅប្រទេសលេតូនីនិងអេស្តូនីបើសិនជាពិបាកដោះស្រាយជាមួយនឹងក្បួនច្បាប់នានានៅក្នុងប្រទេសរុស្ស៊ីប៉ុន្តែឥឡូវនេះវាងាយស្រួលជាងនិងថោកជាងក្នុងការផលិតនៅក្នុងប្រទេសរុស្ស៊ីពីរដ្ឋធានី Washington ខ្ញុំភីសុភាដា VOA អស់លោកអ្នកនាងជាទីមេត្រីនៅក្នុងការផ្សាយរយៈពេល30នាទីចុងក្រោយជាបន្តទៅទៀតនេះយើងខ្ញុំមានបទសម្ភាសន៍របស់ VOA អំពីអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកកំពុងខិតខំរៃអង្គាសថវិកាដើម្បីជួយដល់ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជាតទៅទៀតនេះលោកឈឹមសុមេតនិងលោកភីសុភាដានឹងនាំមកជូនដើមរឿងព័ត៌មានសំខាន់ជាលើកទី2ពួកអ្នកជំនាញព្រួយបារម្ភអំពីការកាត់បន្ថយថវិកាដល់កម្មវិធីរបស់ទីភ្នាក់ងារ USAID ខាងផ្នែកជួយសង្គ្រោះជីវិតមនុស្សសមាជិកសភាសហរដ្ឋអាមេរិកមកពីគណៈបក្សសាធារណរដ្ឋថានឹងបដូរផ្ដាច់លើការកែតម្រង់ប្រព័ន្ធធានារ៉ាប់រងសុខភាពកងកម្លាំងគាំទ្រដោយសហរដ្ឋអាមេរិកនឹងធ្វើកិច្ចប្រតិបត្តិការជាថ្មីប្រឆាំងពួករដ្ឋអ៊ីស្លាមនៅឯទំនប់ទឹកធំមួយក្នុងប្រទេសស៊ីរីលោក Neil Gorsuch បេក្ខជនតែងតាំងសម្រាប់តំណែងចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអាចប្រឈមនឹងការផ្ដល់សច្ចានុម័តពីព្រឹទ្ធសភាលំដាប់តទៅទៀតនេះលោកឈឹមសូមេតនិងលោកភីសុភាដានឹងជួនព័ត៌មានទាំងស្រុងចាសសូមអញ្ជើញលោកសូមេតអរគុណកាលពីថ្ងៃអង្គារគណៈកម្មាធិការមួយរបស់សភាសហរដ្ឋអាមេរិកបានស្ដាប់ការត្អូញត្អែ
ថាកម្មវិធីរបស់ទីភ្នាក់ងារ USAID មានការប្រថុយប្រឋានត្រូវកាត់បន្ថយឬត្រូវលុបចោលតាមរយៈថវិកាស្នើពីសិទ្ធិវិមាននៅពេលមួយដែលការគម្រាមកំហែងនៃទុរភិក្សក្នុងផ្នែកខាងកើតនៃទ្វីបអាហ្វ្រិកមានកម្រិតខ្ពស់បំផុតក្នុងរយៈពេលច្រើនទសវត្សរ៍មកហើយនៅក្នុងសវនកម្មនៅឯអនុគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិកពួកសមាជិកអនុគណៈកម្មាធិការនេះបានត្រូវជម្រាបឲ្យដឹងថាការកាត់បន្ថយថវិកាសហរដ្ឋអាមេរិកអាចធ្វើឲ្យមានផលអាក្រក់ដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយផលវិបាកនៃការរាំងស្ងួតនិងវិបត្តិមួយនាំឲ្យមានទុរភិក្សនៅពេលមួយដែលទីភ្នាក់ងារផ្ដោតជំនួយកំពុងប៉ុនប៉ងបង្កើនការខិតខំប្រឹងប្រែងដើម្បីបញ្ជៀសកុំឲ្យមនុស្សរាប់លានអ្នកបាត់បង់ជីវិតនៅក្នុងកំណត់សម្គាល់ដាក់ស្នាជូនគណៈកម្មាធិការនេះអ្នកស្រី Faustine Wabwai ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយជំនួយបរទេសនៃវិទ្យាស្ថាននំប៉័ងដើម្បីពិភពលោកដែលភាសាអង់គ្លេសហៅថា Bread for the World Institute បានមានប្រសាសន៍ថាសំណើកាត់បន្ថយថវិកាអាចនាំឲ្យមានការកាត់បន្ថយឬការលុបចោលគណនីដែលផ្ដល់ប្រាក់ឲ្យដល់ការឆ្លើយតបគ្រាមានអាសន្នរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដោយមានរួមបញ្ចូលអង្គការម្ហូបអាហារដើម្បីសន្តិភាពអង្គការជំនួយអន្តរជាតិគ្រាមានអាសន្នហៅកាត់ថា IDA និងអង្គការជំនួយដល់ក្រុមជនចំណាក់ស្រុកនិងពួកជនភៀសខ្លួនសមាជិករដ្ឋសភាសហរដ្ឋអាមេរិកមកពីគណៈបកសាធារណរដ្ឋបានផ្ដល់សញ្ញាថាខ្លួននឹងបដូរផ្ដាច់បន្តព្យាយាមសាររើប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់សហរដ្ឋអាមេរិកបន្ទាប់ពីការជំរុញឲ្យលុបចោលនូវកម្មវិធីធានារ៉ាប់រងសុខភាពរបស់លោកអតីតប្រធានាធិបតី Barack Obama បានទទួលការបរាជ័យកាលពីសប្តាហ៍មុនអ្នកនាំពាក្យរដ្ឋសភាលោក Paul Ryan បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញបន្ទាប់ពីកិច្ចប្រជុំជាមួយនឹងសមាជិកសភាមកពីគណៈបកសាធារណរដ្ឋបានបញ្ចប់ទៅថាសមាជិកសភាត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើការជាមួយគ្នានិងស្ដាប់គ្នាទៅវិញទៅមកមេដឹកនាំក្រុមសមាជិកសភាមកពីគណៈបកសាធារណរដ្ឋលោក Kevin McCarthy ក៏មានសុតិធិនិយមផងដែរដោយលោកបាននិយាយថាសមាជិកសភាមកពីគណៈបកសាធារណរដ្ឋនឹងធ្វើតាមការសន្យារបស់ខ្លួនដើម្បីលុបចោលច្បាប់ធានារ៉ាប់រងសុខភាពរបស់លោក Barack Obama និងជំនួសដោយច្បាប់ថ្មីរបស់លោកប្រធានាធិបតី Donald Trumpក្រោយពីបានផ្អាកការវាយលុកមួយដើម្បីស្ទង់ប៉ាន់មើលអំពីសុវត្ថិភាពនៃទំនប់ទឹកធំបំផុតរបស់ប្រទេសស៊េរីក្រមយុទ្ធជនអំបូគៀតគ្រប់គ្រងដោយសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថាពួកគេព្រមព្រៀបធ្វើកិច្ចប្រតិបត្តិការជាថ្មីឡើងវិញប្រឆាំងនឹងពួកជ្រុលនិយមរដ្ឋអ៊ីស្លាមដែលកាន់កាប់ទំនប់ទឹកធំធេងនេះលោកអាហ្មេតមូហាម៉ាត់អ្នកនាំពាក្យនៃអ្វីដែលហៅថាកងកម្លាំងប្រជាធិបតេយ្យស៊េរីបាននិយាយប្រាប់ VOA ថាពួកវិស្វករគៀតមិនបានរកឃើញភស្តុតាងដើម្បីគ្រប់គ្រងការអះអាងរបស់ពួករដ្ឋអ៊ីស្លាមនៅលើបណ្ដាញសង្គមកាលពីថ្ងៃអាទិត្យដែលថាទំនប់ជលៀគិសនីនេះដែលមានទំហំ4គីឡូម៉ែត្រមានគ្រោះថ្នាក់អាចធ្លាយបានដោយសារកំណើនកម្ពស់ទឹកនិងការវាយប្រហារកាលពីពេលថ្មីៗនេះដោយកងយន្តហោះចម្បាំងដឹកនាំដោយសហរដ្ឋអាមេរិកលោកមូហាម៉ាត់បានថ្លែងថាពួកវិស្វករមួយក្រុមបានទៅពិនិត្យមើលទំនប់ទឹកនេះហើយយល់ថាការអះអាងទាំងនេះមិនពិតទេពួករដ្ឋអ៊ីស្លាមប្រើប្រាស់ការអះអាងទាំងនេះដើម្បីបញ្ឈប់ការជំរុញទៅមុខរបស់យើងក្នុងតំបន់នោះនៅពេលនេះយើងត្រួតត្រា2គីឡូម៉ែត្រនៃទំនប់ទឹកនេះហើយយើងនឹងបន្តធ្វើការវាយប្រហារជាមួយយុទ្ធសាស្ត្រថ្មីមួយចាប់ផ្ដើមនៅថ្ងៃពុធនេះទៅលោក Chuck Schumer មេដឹកនាំសមាជិកព្រឹទ្ធសភាមកពីគណៈបកប្រជាធិបតេយ្យបាននិយាយថាជំរឿនរបស់លោកប្រធានាធិបតី Donald Trump ក្នុងការជ្រើសរើសលោក Neil Gorsuch ជាចៅក្រមរបស់តុលាការកំពូលអាចប្រឈមនឹងបញ្ហាសម្រាប់ការផ្ដល់សច្ចានុមត្តិពីព្រឹទ្ធសភាលោក Chuck Schumer បានបញ្ជាក់ការពីថ្ងៃអង្គារម្សិលមិញថាចំណុចសំខាន់គឺសាមញ្ញបំផុតលោក Gorsuch ធ្វើមិនបានល្អនៅពេលសវនាការនិងមិនបានធ្វើឲ្យក្រុមប្រជុំរបស់យើងមានការចាប់អារម្មណ៍នោះទេលោក Schumer បានបន្ថែមទៀតថាលោក Gorsuch នឹងមានការប្រឈមសម្រាប់ការតែងតាំងនេះក្នុងការទទួលបានការបោះឆ្នោតគាំទ្រភាគច្រើនចំនួន51សំឡេងដែលលោកត្រូវការដើម្បីក្លាយជាចៅក្រមតុលាការកំពូល
លោក Schumer និងសមាជិកសភាមកពីគណៈបកប្រជាធិបតេយ្យចំនួន23រូបផ្សេងទៀតបានបញ្ជាក់រួចមកហើយថានឹងមិនបោះឆ្នោតគាំទ្រលោក Gorsuch នោះទេគណៈកម្មាធិការយុត្តិធម៌នៃព្រឹទ្ធសភាក្រុងនឹងបោះឆ្នោតអំពីការផ្ដល់សច្ចានុម័តដល់លោក Gorsuch នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយប្រសិនបើលោក Gorsuch ទទួលបានការផ្ដល់សច្ចានុម័តនេះនោះមេដឹកនាំសមាជិកព្រឹទ្ធសភាមកពីគណៈបកសាធារណរដ្ឋលោក Mitch McConnell នឹងក្រុងរៀបចំការបោះឆ្នោតមួយនៅក្នុងព្រឹទ្ធសភាពេញអង្គនៅថ្ងៃទី7 ខែមេសាខាងមុខនេះពួកប្រទេសតាក់ទិននឹងចំនួនក្នុងសមុទ្រចិនខាងត្បូងបានបើកកោះតូចៗឲ្យពួកទេសចរទៅទស្សនាជីវិតទីមួយដើម្បីអះអាងថាកោះទាំងនេះជារបស់ពួកគេក៏ប៉ុន្តែគេរំពឹងថាការធ្វើដូច្នេះនឹងមានភាពរអាក់រអួលក្នុងរយៈពេលយូរដោយសារមិនបានផលច្រើនខាងសេដ្ឋកិច្ចកាលពីដើមខែមីនានាវាធំដឹកអ្នកដំណើរកម្សាន្តមួយគ្រឿងមកពីប្រទេសចិនបានដឹកមនុស្ស300នាក់ទៅកាន់ប្រជុំកោះ Paracel ក្នុងសមុទ្រចិនខាងត្បូងនាំឲ្យមានការតវ៉ាមួយពីប្រទេសវៀតណាមដែលទាមទារកោះទាំងនេះថាជារបស់ខ្លួនដែរនោះនាវាធំដឹកអ្នកដំណើរកម្សាន្តទី1របស់ប្រទេសចិនបានធ្វើដំណើរទៅកាន់ប្រជុំកោះ Paracel កាលពីឆ្នាំ2013ហើយកាលពីខែធ្នូក្រុមហ៊ុនអាកាសចរចិនមួយបានបើកប្រតិបត្តិការជើងហោះហើរយន្តហោះឈ្នួលពីទីក្រុង Haikou នាប៉ែកខាងត្បូងនៃប្រទេសចិនទៅកាន់កោះ Woody ដែលជាកោះធំជាងគេក្នុងប្រជុំកោះ Paracel លោក Frederick Berg ដៃគូជាមួយក្រុមហ៊ុនច្បាប់អន្តរជាតិ Baker and McKenzie នៅក្នុងទីក្រុង Ho Chi Minh អតីតទីក្រុងព្រីនីកូនៃដែនដីកម្ពុជាក្រោមបាននិយាយថាពួកអ្នកដំណើរនៃប្រទេសវៀតណាមបានទៅទស្សនាកោះកាន់កាប់ដោយប្រទេសនេះនៅក្នុងប្រជុំកោះ Spratly ដែលមានការដណ្ដើមគ្នាក្រសួងកិច្ចការមហាសមុទ្រនិងការនេសាទរបស់ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃពុធនេះថាបំណែកនានាដែលបានរកឃើញនៅកន្លែងមានគ្រោះមហន្តរាយលេខសាឡាងមួយគ្រឿងកាលពីឆ្នាំ2014កន្លងទៅនេះគឺជាឆ្អឹងសត្វតែប៉ុណ្ណោះមិនមែនជាឆ្អឹងរបស់ជនរងគ្រោះនោះទេក្រុមអ្នកជួយសង្គ្រោះបានរកឃើញឆ្អឹងទាំងនេះកាលពីថ្ងៃអង្គារម្សិលមិញហើយអាជ្ញាធរបានធ្វើការសន្និដ្ឋានដំណាក់កាលដំបូងថាឆ្អឹងទាំងនោះគឺជាឆ្អឹងរបស់ជនរងគ្រោះករណីនេះបានធ្វើឲ្យក្រុមគ្រួសារមួយចំនួនរបស់ជនរងគ្រោះ9នាក់ដែលសាកសពរបស់ពួកគេនៅមិនទាន់បានរកឃើញនៅឡើយក្រោយពីសាឡាងបានលិចមានក្តីសង្ឃឹមមានមនុស្សចំនួន476នាក់ជិះនៅលើសាឡាងនោះដែលភាគច្រើនគឺជាសិស្សវិទ្យាល័យសាឡាងនោះបានលិចពេលវាធ្វើដំណើរចាក់ចេញពីទីក្រុងអ៊ីនឆុនឆ្ពោះទៅកាន់រមណីយដ្ឋានកោះឆេជូមនុស្សចំនួន304នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយលិចសាឡាងនេះសួស្តីប្រិយមិត្តជាទីមេត្រី VOA បានបង្កើតគេហទំព័រពិសេសមួយស្ដីអំពីដំណើរប្រែផ្លាស់របស់យុវជនទូគីមួយរូបពីនិស្សិតផ្នែកតារាសាស្ត្រទៅជាយុវជនពលីខ្លួនឲ្យក្រុមភេរវកម្មរដ្ឋអ៊ីស្លាមតាមរយៈគេហទំព័រថ្មីនេះលោកអ្នកនាងអាចស្វែងយល់អំពីជីវប្រវត្តិនិងប្រវត្តិការសិក្សារបស់យុវជនឈ្មោះ Rashid Tukrol រហូតដល់ដំណាក់កាលដែលយុវជនរូបនេះសម្រេចចិត្តទៅចូលរួមប្រយុទ្ធជាមួយនឹងពួកជ្រុលនិយមក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរីលើពីនេះទៀតលោកអ្នកនឹងស្វែងយល់ពីឥទ្ធិពលមនោគមវិជ្ជានៃទស្សនៈជ្រុលនិយមដែលបំផ្លាញខុសពីធាតុដើមរបស់សាសនាអ៊ីស្លាមដែលបានផ្លាស់ប្ដូរគំនិតនិងសតិអារម្មណ៍របស់និស្សិតផ្នែកតារាសាស្ត្ររូបនេះឲ្យក្លាយជាជនប្រកាន់ខ្ជាប់ទស្សនៈជ្រុលនិយមយ៉ាងងប់ងល់ម្នាក់សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រនេះតាមរយៈអាសយដ្ឋានkhmer.voanews.com/descendintojihadក្នុងពេលដែលការបោះឆ្នោតឃុំសង្កាត់កាន់តែខិតជិតមកដល់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកកំពុងខិតខំប្រមូលថវិកាដើម្បីជួយដល់សមាជិកក្រុមប្រឹក្សានានានៅក្នុងប្រទេសកម្ពុជាលោករដ្ឋីអង្គប្រធានសាខានៃគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិកកំពុងតែដឹកនាំការរៃអង្គាសនេះហើយក៏ត្រូវពន្យល់អ្នកគាំទ្រពីច្បាប់គណបក្សនយោបាយដែលទើបធ្វើវិសោធនកម្មថ្មីផងដែរសូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោកម៉ែនកឹមសេងនៃ VOA ជាមួយលោករដ្ឋីអង្គដូចតទៅបាទសូមជម្រាបសួរលោករដ្ឋីអង្គបាទបាទជំរាបសួរបងកំសែងបាទលោកអាចបញ្ជាក់បានទេសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី4ខែមិថុនាខាងមុខនេះតើខាងគណៈបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិកនេះនឹងជួយចូលរួមចំណែកយ៉ាងម៉េចខ្លះទៅដល់ក្រុមប្រឹក្សាឃុំសង្កាត់របស់គណៈបក្សនៅក្នុងប្រទេសកម្ពុជានោះបាទនៅក្នុងទូរនទីយើងជាក្រុមសាខា
របស់គណៈបក្សសង្គ្រោះជាតិនេះមុខមន្ត្រីយើងគឺជួយពង្រឹងនិងពង្រីកគោលជំហរនយោបាយរបស់បងប្អូនខាងក្រៅប្រទេសជាពិសេសពាក់ព័ន្ធនឹងរឿងវិសោធនកម្មច្បាប់ថ្មីៗនេះទីពីរយើងខំរកថវិកាដើម្បីជួយជុំជែងការខ្វះខាតផ្សេងបំថាក៏ចូលជាសម្ភារៈខ្លះដែរបាទព្រោះថានេះគឺជាការមួយចាំបាច់ទោះបីយើងសិទ្ធិជាតិខ្មែរទាំងអស់គ្នាហើយយើងឃើញថាអ្វីដែលទៅចាំបាច់មកជួយពង្រឹងជួយប្រទេសយើងតែងតែមានសន្តានចិត្តចង់ជួយជាពិសេសក្នុងការបោះឆ្នោតឆ្នាំ2007ខែថ្ងៃ4ខែមិថុនាខាងមុខនេះបាទតកតងជាមួយនឹងការជួយខាងផ្នែកហិរញ្ញវត្ថុឬក៏ជួយទៅដល់ប្រទេសកម្ពុជាមានមាត្រាទី29ថ្មីនៃច្បាប់ស្តីពីគណៈបកនយោបាយនឹងបានចែងថាគណៈបកនយោបាយត្រូវបានហាមឃាត់មិនឲ្យទទួលវិភាគទានទោះជាតាមរូបភាពណាក៏ដោយពីស្ថាប័នរដ្ឋសមាគមអង្គការមិនមែនរដ្ឋាភិបាលសហគ្រាសសាធារណៈគ្រឹះស្ថានវិទ្យាស្ថានរហូតទៅដល់ហាមឃាត់ទោះក្នុងរូបភាពណាក៏ដោយពីស្ថាប័នបរទេសក្រុមហ៊ុនបរទេសជនបរទេសឬអង្គការដែលមានប្រភពហិរញ្ញវត្ថុទានពីបរទេសតើខាងថវិកាដែលផ្ដល់ជូនដោយសមាជិកគណៈបកពីខាងសហរដ្ឋអាមេរិកនេះចូលទៅក្នុងប្រភេទថវិកាពីបរទេសទេបាទវាមិនអាចចូលទៅបានទេព្រោះថាយើងក្នុងនាមជាសមាជិកក្រុមគាំទ្រឬក៏សាខានៅខាងក្រៅប្រទេសគឺយើងមានសិទ្ធិក្នុងការជួយគណៈបករបស់យើងគឺថាជាប់ថ្មីវិសោធនកម្មថ្មីគឺហាមមិនទទួលយកប្រាក់ជំនួយពីបរទេសឬប្រាក់ណាចេញពីឯកជនណាដើម្បីជួយផ្លូវនយោបាយនៅក្នុងប្រទេសតែប៉ុណ្ណោះខ្ញុំតែក្នុងនាមជាសមាជិកគណៈក្តីសាខាក្តីយើងមានសិទ្ធិក្នុងការជួយគាំទ្រគណៈបកយើងដូចជាគណៈបកប្រជាជនផងដែរគឺថាយើងឃើញហើយក៏មានសាខាខាងក្រៅប្រទេសដែរម្ល៉េះហើយក៏គេមានសិទ្ធិក្នុងការជួយគណៈបកប្រជាជនរបស់គេដែរម្ល៉េះហើយក្នុងនាមជាខ្មែរក្នុងប្រទេសក្តីក្រៅប្រទេសក្តីហើយក្នុងនាមជាសមាជិកបកគឺថាយើងមានសិទ្ធិក្នុងការជួយគ្រប់គ្រងគណៈបករបស់យើងបាទខ្ញុំបានជួបជាមួយនឹងអ្នកជំនាញមួយចំនួននៅសហរដ្ឋអាមេរិកនេះគាត់មានការប្រយ័ត្នប្រយែងនៅក្នុងការសម្ដែងការជួយទៅដល់ខាងគណៈបកសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះហើយខ្ញុំចាំបានថាគណៈបកសង្គ្រោះជាតិគឺតែងតែមានមិត្តភ័ក្តិបរទេសដែលនៅខាងក្រៅនេះទោះដូចជាខ្មែរយើងមានមិត្តភ័ក្តិជាអាមេរិកាំងសអាមេរិកាំងអីខ្មៅក៏ដោយហ្នឹងគាត់មានជំនាញជាច្រើនដែលគាត់ចង់ជួយទៅដល់ប្រទេសកម្ពុជាតាមផ្នែកស្មារតីឬក៏គាត់ទៅជួយនៅស្រុកខ្មែរហ្នឹងតើការដែលដាក់ហាមឃាត់ការទទួលការបរិច្ចាគបែបនេះអាចនឹងប៉ះពាល់ទៅដល់ជំនួយបែបហ្នឹងទេបាទវាមិនជាការព្រោះថានេះគឺជាជំនួយខាងបំពាក់អំពន់ស្មារតីcủaជំហរការរៀនសូត្រពួកយើងដឹងហើយថាបើថាយើងទទួលបានទៅចុះកូនអស់លោកធំទីហោដូចជាលោកហ៊ុនម៉ាណែតក្តីហ៊ុនម៉ាណែតក្តីមករៀននៅក្រៅប្រទេសគឺគាត់ទទួលការអប់រំពីបរទេសផងដែរពីស្រុកអាមេរិកផងដែរម្ល៉េះហើយការជួយជាផ្លូវជាចិត្តសាស្ត្រជំនាញក្នុងការនយោបាយក្តីក្នុងបំពាក់អំពន់ក្នុងការដឹកនាំក្តីគឺជាការរៀនសូត្ររបស់យើងទូទៅយើងមិនថាណាទេមិនថាគណៈបកជាជនគណៈបកសង្គ្រោះជាតិគឺថាយើងតែងតែចេញមកក្រៅប្រទេសដើម្បីរៀនសូត្របន្ថែមយើងបានឃើញហើយមិនមែនតែគាត់តែប៉ុណ្្នឹងថាគឺថាវាមិនអាចទប់បានទេព្រោះថាវាត្រូវទៅទាំងអស់គ្នាមកទូទៅទាំងសកលលោកមិនថាប្រទេសខ្មែរឬប្រទេសណាទេគឺតែងតែចេញក្រៅប្រទេសរៀនសូត្របំពាក់បំផាត់គោលជំហរនិងប្រាជ្ញាយោបាយបន្ថែមនិងការដឹកនាំបន្ថែមបាទលោកនិយាយពីលោកហ៊ុនម៉ាណែតឬក៏អីហ្នឹងគឺគាត់ជាខ្មែរគាត់បរិញ្ញានេះជាចំណេះដឹងគាត់ទៅប្រើវិញប៉ុន្តែក្នុងករណីឧទាហរណ៍ដូចជាជនជាតិអាមេរិកាំងដែលគាត់មានជំនាញដូចថាជំនាញខាងច្បាប់ឬក៏ជំនាញខាងការអប់រំដឹកនាំមូលដ្ឋាននេះគាត់ចង់ទៅប្រទេសខ្មែរដើម្បីជួយទៅដល់សកម្មជនគណបកដើម្បីបង្រៀនហ្នឹងតើធ្វើអញ្ចឹងបានទេបាទយើងឃើញនៅក្នុងប្រទេសកម្ពុជាសប្តាហ៍គឺថាយើងមានវិជាឋានជាច្រើនដែលទទួលជនជាតិបរទេសទៅបង្រៀននៅប្រទេសកម្ពុជាហើយបើថាគេហាមឃាត់មិនឲ្យអ្នកជំនាញពីក្រៅជួយគេថាគេដូចជាហាមឃាត់វិជាឋានឬបច្ចេកទេសវិជាឋានផ្សេងទូទាំងប្រទេសកម្ពុជាមិនអាចឲ្យទទួលជនជាតិបរទេសទៅបង្រៀនឬបង្វឹកបង្កើនបានទេម្ល៉េះហើយខ្ញុំថានេះគឺជាសេចក្តីមួយដែលអត់ពាក់ព័ន្ធទៅលើវិសោធនកម្មច្បាប់ថ្មីរបស់ប្រទេសកម្ពុជាទេបាទជាចុងក្រោយតាមការលោកទើបបានជាប់ជាប្រធានគណៈបកសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិកនេះថ្មីនឹងបាទទើបចូលកាន់តំណែងតើលោកមើលឃើញថាសន្ទុះនៃការគ្រប់គ្រងរបស់ខ្មែរអាមេរិកាំងនៅទីនេះ
ទៅដល់យុទ្ធនាការឃោសនាបោះឆ្នោតនៅពេលខាងមុខនេះមានសន្ទុះច្រើនជាងមុនទេបាទយើងឃើញថាការជួបជួលក្រោយយើងធ្វើការទួលណែនថ្មីគឺថាមានបងប្អូនខ្មែរជាច្រើនចាប់អារម្មណ៍ចូលរួមមកវិញដើម្បីចូលរួមពង្រឹងនិងបរិយាគណៈបក្សសង្គមជាតិថែមទៀតបានហើយយើងឃើញថាមានការទទួលការគាំទ្រច្រើនហើយមានរដ្ឋខ្លះដែលមិនទាន់ជាមានចិត្តចង់ជួយប្រមាណនេះគេបានចាប់ដើមទូរស័ព្ទក្នុងការគេមានការចាប់អារម្មណ៍ក្នុងការចូលរួមជាមួយនឹងគណៈបក្សសង្គមជាតិយើងនេះដើម្បីជួយធ្វើម៉េចឲ្យមានការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌ហើយយើងសង្ឃឹមថាអាចទទួលជោគជ័យបាននៅឆ្នាំ2017ថ្ងៃ4ខែមិថុនាខាងមុខនេះបាទសូមអរគុណលោករិទ្ធីអង្គដែលជាប្រធានគណៈបក្សសង្គ្រោះជាតិសាខានៅខាងសហរដ្ឋអាមេរិកបាទសូមជម្រាបលាលោកបាទអរគុណបងកំសែងបាទអរគុណច្រើនបាទជំរាបលាអូនលោកអ្នកនាងទើបបានស្ដាប់បទសម្ភាសន៍រវាងលោកម៉ែនកឹមសេងនៃ VOA ជាមួយនឹងលោករិទ្ធីអង្គប្រធានសាខាគណៈបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិកស្ដីពីការខិតខំរៃអង្គាសថវិកាដើម្បីជួយដល់ការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជាប្រសិនបើលោកអ្នកនាងចង់ស្ដាប់បទសម្ភាសន៍នេះឡើងវិញសូមចូលទៅកាន់គេហទំព័ររបស់យើងតាមអាសយដ្ឋាន khmer.voanews.com សូមអរគុណសួស្ដីលោកអ្នកស្ដាប់ជាទីមេត្រី VOA យើងខ្ញុំមានកម្មវិធី Hello VOA 2លើកក្នុងមួយសប្តាហ៍គឺនៅថ្ងៃច័ន្ទនិងថ្ងៃប្រហ័សយើងខ្ញុំមានភ្ញៀវពិសេសនិងអ្នកជំនាញការនានាពីបញ្ហាផ្សេងរួមមាននយោបាយសិទ្ធិមនុស្សការរំលោភដីធ្លីនិងបញ្ហាសុខភាពបើសិនជាលោកអ្នកចង់ចូលរួមសូមអញ្ជើញទូរស័ព្ទមកលេខ012 51 51 94 ឬផ្ញើអ៊ីមែលមកកាន់ hellovoa@voanews.com លោកអ្នកថែមទាំងអាចផ្ញើសំណួរតាមទំព័រ Facebook គឺ facebook.com/voa ខ្មែរហើយបើលោកអ្នកខកខានមិនបានស្ដាប់កម្មវិធី Hello VOA តាមការផ្សាយបន្តផ្ទាល់របស់យើងសូមអញ្ជើញទៅកាន់គេហទំព័ររបស់យើង khmer.voanews.com ហើយចុចលើពាក្យ Hello VOA ដែលស្ថិតនៅផ្នែកខាងក្រោមបំផុតដើម្បីស្ដាប់កម្មវិធីនេះឡើងវិញសូមអរគុណតទៅនេះជាបទពិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរដ្ឋាភិបាលអាមេរិកលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិត្រូវសាររើថ្មីមួយស្ដីពីអន្តរប្រវេសន៍មានឈ្មោះថាការការពារប្រទេសជាតិពីការចូលក្នុងសហរដ្ឋអាមេរិកនៃពួកភេរវជនបរទេសលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានហៅបទបញ្ជាប្រតិបត្តិនេះថាជាវិធានការសំខាន់បំផុតមួយដើម្បីពង្រឹងសន្តិសុខជាតិនៃប្រទេសអាមេរិកបទបញ្ជាប្រតិបត្តិនេះដាក់ឲ្យមានការហាម5មួយចំនួន90ថ្ងៃមិនឲ្យចេញទិដ្ឋាការថ្មីៗដល់ពួកពលរដ្ឋនៃប្រទេសជាតិ6ពួកប្រទេសទាំងនេះមានរួមបញ្ចូលប្រទេសលីប៊ីអ៊ីរ៉ង់សូម៉ាលីសេរីស៊ូដង់និងប្រទេសយេម៉ែនលោករដ្ឋមន្ត្រីក្រសួងយុតិធម៌សហរដ្ឋអាមេរិក Jeff Sessions បាននិយាយថាប្រទេស3ក្នុងបរ្យាប្រទេសទាំងនេះគឺប្រទេសអ៊ីរ៉ង់ស៊ូដង់និងប្រទេសសេរីជារដ្ឋឧបត្ថម្ភផ្ចុងផ្ដើមភេរវកម្មប្រទេស3ទៀតបានបម្រើការជាកន្លែងសុខសាន្តសម្រាប់ពួកភេរវជនគឺជាប្រទេសដែលបាត់បង់ការត្រួតត្រាដែនដីទៅឲ្យពួកភេរវជនដូចជាពួក ISIS ឬពួក Al-Qaeda និងសាខារបស់ពួកវាការនេះបង្កើនការប្រថុយប្រថានដែលពួកមនុស្សត្រូវទទួលឲ្យមករស់នៅទីនេះដោយមកពីប្រទេសទាំងនោះប្រហែលជាសមាជិកនៃពួកភេរវជនទាំងនោះឬប្រហែលបានត្រូវធ្វើឲ្យមានគំនិតជ្រុលនិយមដោយពួកភេរវជនទាំងនោះបន្ថែមពីលើនេះកម្មវិធីជនភៀសខ្លួនរបស់សហរដ្ឋអាមេរិកនឹងត្រូវព្យួរ120ថ្ងៃហើយសហរដ្ឋអាមេរិកនឹងមិនទទួលជនភៀសខ្លួនលើសពី20,000នាក់នៅក្នុងឆ្នាំសារពើពន្ធនេះទេបទបញ្ជាដែលបានត្រូវសាររឿងនេះអនុញ្ញាតឲ្យពួកជនមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ដោយត្រឹមត្រូវតាមច្បាប់និងពួកជនដែលមានទិដ្ឋាការប្រកបដោយសុពលភាពរួចស្រេចហើយឲ្យមកកាន់សហរដ្ឋអាមេរិកបានក្នុងចំណោមពួកជនឯទៀតបទបញ្ជានីតិប្រតិបត្តិនេះចូលជាធរមាននៅថ្ងៃទី16ខែមីនាថ្លែងទៅកាន់ពួកសម្ព័ន្ធមិត្តនិងពួកដៃគូរបស់ប្រទេសអាមេរិកនៅទូទាំងពិភពលោក
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានមានប្រសាសន៍ថាបទបញ្ជានេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដែលកំពុងមានធ្វើដើម្បីបំបត្តិភាពអាចរងគ្រោះបានដោយងាយដែលពួកភេរវជនអ៊ីស្លាមនិយមដែលមានទស្សនៈជ្រុលនិយមអាចទាញយកអត្ថប្រយោជន៍សម្រាប់គោលដៅបំផ្លិចបំផ្លាញរបស់ពួកវាក្រសួងការបរទេសនឹងសម្របសម្រួលជាមួយទីភ្នាក់ងារសហព័ន្ធឯទៀតនឹងអនុវត្តការរដ្ឋបិទបណ្ដោះអាសន្នទាំងនេះតាមរបៀបរៀបរយលោករដ្ឋមន្ត្រី Tillerson បានមានប្រសាសន៍ថាក្រសួងការបរទេសនឹងអនុវត្តខទាំងអស់នៅក្នុងបទបញ្ជានីតិប្រតិបត្តិនេះដែលអនុញ្ញាតឲ្យមានការទទួលយកពួកជនភៀសខ្លួននៅពេលណាមានការកំណត់ថាពួកជនទាំងនេះមិនដាក់ឲ្យមានគ្រោះថ្នាក់ដល់សន្តិសុខ